bọt rồi này dương đây đánh bài ha នេះជាដំណើរកំសាន្តបោះតង់រកត្រីរយៈពេល2យប់3ថ្ងៃលើទឹកដីបឹងទន្លេសាបការមកបឹងទន្លេសាបលើកនេះរឹតតែខុសប្លែកពីសពមួយដងតើសកម្មភាពក៏ដូចជាទាំងទស្សនីយភាពអ្វីខ្លះដែលពួកខ្ញុំបានជួបប្រទះនៃកូនសមុទ្រទឹកសាបក្នុងរដូវប្រាំងមួយនេះចាប់ផ្ដើមសាច់រឿងដំបូងខ្ញុំនិង VJ ដាដាបានចេញទូកពីផែចុងគ្នាបែកខាងភ្នំក្រោមក្នុងទឹកដីខេត្តសៀមរាបរួចបន្តដំណើរទៅកាន់កូនដីកោះមួយដែលផុសចេញពីទឹកដើម្បីធ្វើការបោះតង់និងសម្រាកការធ្វើដំណើរតាមផ្លូវ VJ ដាដាក៏ឆ្លៀតបបក់ត្រីខ្លះដើម្បីត្រៀមធ្វើម្ហូបក្នុងយប់នេះពន្លឺព្រះអាទិត្យពេលថ្ងៃរៀបលិចនៅបឹងទន្លេសាបពិតជាមានស្រស់ស្អាតខ្លាំងមែនទែនពន្លឺពណ៌បែបស្រទន់លាយឡំនឹងពណ៌ផ្កាឈូកលេចចូលវាលកក់បន្តិចម្ដងរហូតដល់បាត់ពន្លឺតែម្ដងក្រឡេកមកមើលត្រីដែលបបក់បានគឺមានចំនួន 4-5 ក្បាលដែរកម្មវិធីរីករាយជាមួយនឹងខ្យល់ជំនោរនាពេលរាត្រីចាប់ផ្ដើមបន្ទាប់ពីបោះតង់និងមុជទឹកលាងសម្អាតចម្រះខ្លួនរួចក៏ចាប់ផ្ដើមនាំគ្នាចម្អិនម្ហូបហើយមុខម្ហូបយប់នេះគឺស្លម្ជូរព្រៃនិងហ្វីលេត្រីស្រស់ៗជាមួយនឹងវ៉ាសាប៊ីបន្ថែមបន្លែដូចជាត្រីសាល់ម៉ុនដែរតែបើនិយាយពីរសជាតិត្រីស្រស់រសជាតិឆ្ងាញ់ខ្លាំងមែនទែនដែលនឹកស្មានមិនដល់គ្មានក្លិនឆ្អាបសូម្បីបន្តិចកម្មវិធីសប្បាយៗក៏ចេះតែបន្តជាមួយនឹង Gangsberg Snow កម្រិតអាល់កុល 3.9 ហើយបានក្លែមជាមួយម្ហូបបែបនេះរសជាតិកាន់តែឆ្ងាញ់ខ្លាំងថែមមួយកម្រិតទៀតកម្មវិធីអង្គុយបែបសប្បាយៗឈៀលជជែកគ្នាលេងពីនេះពីនោះក៏ចេះតែបន្តរហូតដល់ម៉ោងសម្រាប់រៀងៗខ្លួនព្រះអាទិត្យក៏ចាប់ផ្ដើមរះបំភ្លឺលោកសាជាថ្មីលើដែនដីកោះនៃទឹកដីបឹងទន្លេសាបក្រឡេកទៅមើលទឹកបឹងជ្រុងមួយខាងមុខតង់ពេញទៅដោយសត្វស្លាបចម្រុះដែលហោះកកកុញគ្នាដើម្បីរកចំណីនៅក្នុងទឹកបឹងមួយនេះការថតនេះគឺជាការចាប់ស៊ូមយកប្លង់ពីចម្ងាយដោយដ្រូនតែប៉ុណ្ណោះសម្រាប់វាស្មៅក្នុងរដូវនេះគឺចាប់ផ្ដើមលាស់ពណ៌ខ្ចីខៀវស្រងាត់ដែលមើលដាច់កន្ទុយភ្នែកក្រឡេកទៅមើលទូករបស់គ្នាខ្ញុំក៏ចាប់ផ្ដើមបោះពួយដើម្បីចេញទៅបបក់ត្រីបាត់ទៅតើសកម្មភាពបន្ទាប់លើដែនដីគោកថ្ងៃទី2មានអ្វីខ្លះបបរគ្រឿងចុងក្រោយនេះជាម្ហូបប្រចាំតំបន់ដែលត្រូវបានផ្ដល់ឈ្មោះដោយបងប្រុសម្នាក់ដែលប្រសិទ្ធនាមឲ្យតើបបរប្រចាំតំបន់មួយនេះដែលពិភពលោកមិនទាន់បានស្គាល់និងមិនទាន់បានសាកពីរសជាតិវានោះមានរសជាតិបែបណាតើបបរលើកចុងក្រោយគឺជាអ្វីដំបូងគេយកអង្ករទៅឆាជាមួយនឹងខ្ទឹមបំពងបន្ទាប់មកក៏រៀបចំគ្រឿងផ្សំដូចអ្វីដែលពុកម៉ែបងប្អូនបានឃើញបន្ទាប់មកទៀតក៏ចាប់ផ្ដើមធ្វើទឹកស៊ុបឲ្យបបរដោយមានទាំងបន្លែនិងស្ងោរជាមួយនឹងត្រីផងដែរធ្វើចុះធ្វើឡើងមួយសន្ទុះក្រោយមកបបរលើកចុងក្រោយក៏คล้ายទៅជាបបរលើកដាក់លើតុក៏នាំគ្នាដួសចែកគ្នាញ៉ាំសម្រាប់ជាអាហារពេលព្រឹកក្រោយញ៉ាំអាហារពេលព្រឹករួចក៏នាំគ្នាសម្រាកជជែកគ្នាលេងពីនេះពីនោះអ្នកដែលចេញទៅបបក់ក៏នៅតែបបក់ចំណែកអ្នកដែលអង្គុយរងចាំក៏នៅតែរងចាំថ្ងៃកាន់តែជ្រែពោះក៏កាន់តែគោឃ្លានក៏ឃ្លានទ្រាំមិនបានក៏ចាប់ដើមស្ងោរសណ្តែកខៀវរួចចំហុយផ្អកនិងដាំបាយដោយប្រើឆ្នាំងកាម៉ែលសម្រាប់អាហារពេលថ្ងៃត្រឹមតែអាហារ3ពេលមែនតែ3ពេលគេនិង3ពេលយើងគឺខុសគ្នាដាច់3ពេលរបស់អ្នកខ្លះសុទ្ធតែ salmon steak wagyu ឬក៏ sushi អញ្ចឹងទៅចំណែក3ពេលរបស់ពួកខ្ញុំដោយពុកម៉ែបងប្អូនបានឃើញអញ្ចឹងកំពុងតែហូបបាយសុកៗទូកបបក់ក៏ចាប់ដើមមកដល់នាំទាំងត្រីមកជាមួយផងដែរមិនចាំយូរក៏ចាប់ដើមអាំងត្រីអំបិលភ្លាមស្រស់ថ្មីចំពោះត្រីស្រស់ធ្វើម្ហូបអ្វីក៏ឆ្ងាញ់ដែរចង់អាំងចង់ភ្លាចង់ស្ងោរចង់បំពងគឺរសជាតិនៅតែឆ្ងាញ់ដដែលបន្ទាប់ពីអាំងត្រីរួចក៏ដល់វគ្គក្លែមល្មមបន្ទាប់មកក៏នាំគ្នាសម្រាកតែចៃដន្យក៏ជួបបងប្រុសម្នាក់ក៏ប្រាប់ថាមានបដាក់ត្រីហើយគាត់ចង់ម៉ៅឲ្យមិនមកយូរក៏នាំគ្នាទៅលើកបដែលគាត់បានដាក់បន្ទាប់មកក៏ឡើងទូកតាមគាត់បន្តរហូតដល់ទីតាំងហើយនេះគឺជាបរបស់ VJ ដាដាសម្រាប់បរបស់ VJ ដាដាគឺមិនខាតទេ 30000 រៀលមែនតែត្រីរាប់គីឡូគឺថាសម្បូរលេងនិយាយមកអាម៉ាកណាត់ទូកហ្នឹងគឺចង់ពេញអស់ហើយឬក៏ប្រាប់ថា60ទៅ80គីឡូត្រីភាគច្រើនត្រីកត្រប់តែក្នុងហ្នឹងក៏មានត្រីដៀបត្រីរ៉ស់អីលាយគ្នាអញ្ចឹងណាប៉ុន្តែ 30000 រៀលគឺអត់ខាតទេហើយការម៉ៅនេះអញ្ចេះទៀតបើសិនជាលើកបានប៉ុណ្ណាគឺប៉ុណ្ណឹងអត់មានតវ៉ាឬក៏អត់មានអីទេហើយឥឡូវនេះកុំឲ្យខាតពេលយូរចាប់ដើមទៅមើលបរបស់ខ្ញុំវិញម្ដងខ្ញុំសង្ឃឹមថាបរបស់ខ្ញុំហ្នឹងគឺនឹងបានត្រីច្រើនដូច VJ ដាដាដែរបន្ទាប់ពីលើកត្រីដាក់ទូករួចក៏បន្តដំណើរទៅលើកបរបស់ខ្ញុំម្ដងនិយាយវាថាស្ពៃគឺថ្លៃម៉ៃត្រីបើនេះឬខ្លួននេះបើទៅខាតតិចតួចណាក់ម៉ៅគេ50000នេះបបរបានប៉ុណ្ណឹងតែខ្ញុំមានអីមកបរចូល80គីឡូជាងតែប៉ុណ្ណឹងបានហើយណាក់ឯងមានទៅហូបអីច្រើនទេដើរព្រៃទៅហូបទៅទៅរន់ណាក់ធំមុននេះតែមកទៅហើយអូជាតិគឺបានត្រីដោយពុកម៉ែបងប្អូនបានឃើញអញ្ចឹងបានតែប្រហែលក្បាលហ្នឹងឯង 4-5 ក្បាលហ្នឹងហើយអស់30000ប៉ុណ្្នឹងមែនគឺមានអារម្មណ៍ថាមិនខាតទេវាអាចថាខាតតិចតួចឬក៏រួចខ្លួនអញ្ចឹងណាដោយសារតែ30000យើងអាចទិញបានត្រីបានច្រើនជាងហ្នឹងព្រោះអីតំបន់ខ្លះនៅកន្លែងនេះ1គីឡូត្រីហ្នឹងគឺតែ5000រៀលទេនិយាយទៅត្រីក្នុងទឹកគឺយើងមើលអត់ឃើញទេហើយក៏ដោយថ្ងៃដោយពេលវេលាដែរហើយក៏ដោយតំបន់ដូចគ្នាដែរកន្លែងខ្លះដាក់ទៅបានត្រីច្រើនកន្លែងខ្លះបានត្រីតិចហើយសម្រាប់បប្រភេទនេះគឺគាត់ប្រាប់ថាអត់ខុសច្បាប់ទេដោយសារគេមានខ្នាតមានប្រវែងមានម៉ែត្ររបស់គេអញ្ចឹងណាហើយការដាក់បទាំងអស់ពុកម៉ែបងប្អូនអាចយល់ច្រឡំថាជាការខុសច្បាប់ប៉ុន្តែតាមអ្វីដែលគាត់ប្រាប់បប្រភេទនេះគឺអត់ខុសច្បាប់ទេដោយសារគេមានខ្នាតមានម៉ែត្រមានប្រវែងរបស់គេអញ្ចឹងទៅខ្ញុំមិនច្បាស់ជារឿងហ្នឹងទេប៉ុន្តែអ្វីដែលខ្ញុំទទួលបានគាត់ប្រាប់ថាបប្រភេទហ្នឹងគឺអត់ខុសច្បាប់ទេបន្ទាប់ពីប្រមូលត្រីរួចក៏នាំគ្នាជិះទូកយកត្រីមកដាក់ឲ្យអ្នកភូមិដែលគាត់ទទួលក្នុងការសម្អាតត្រីក៏ដូចជាការប្រឡាក់ត្រីឬក៏ធ្វើត្រីឆ្អើរជាដើមគឺគាត់ទទួលប៉ុន្តែយើងគ្រាន់តែយើងចេញថ្លៃឈ្នួលគាត់ខ្លះក៏ដូចជាគ្រឿងអីខ្លះដើម្បីយើងនិយាយមួយគាត់អញ្ចឹងណាយើងអាចចរចាមួយគាត់ទៅ
ថាត្រីចំនួនប៉ុណ្ណេះគីឡូតែគាត់យកប្រមាណក្នុងការសម្អាតហើយយើងចង់ធ្វើអីចង់ងៀតចង់ប្រឡាក់ឬក៏ចង់ធ្វើផ្អកធ្វើម៉ាំបានទាំងអស់យើងកំងគាត់អញ្ចឹងប្រាប់គាត់ទៅចរចាតម្លៃគ្នាទៅយើងឲ្យគាត់ធ្វើទៅបាទអានេះគឺ 30,000 របស់ VJ ដាហើយជាមើល 30,000 របស់ខ្ញុំនេះ នេះ 30,000 របស់ខ្ញុំ ហើយចំពោះសកម្មភាពដែលគាត់កំពុងតែធ្វើនេះគឺជាការធ្វើត្រីឲ្យសនិងដកស្រកាចេញតាមបែបទម្លាប់របស់អ្នកស្រុកទន្លេគេហៅថាថ្នងក្រឡុកត្រីគឺមិនចាំបាច់ស្រកាត្រីទេគ្រាន់តែយល់ចុះយល់ឡើងដូចជាការយល់រឹងក្នុងរយៈពេលណាមួយអញ្ចឹងជាការស្រេចបន្ទាប់ពីរៀបចំងូតទឹកនិងឲ្យអ្នកភូមិធ្វើត្រីតាមការចង់បានរួចក៏បន្តដំណើរទៅលេងវត្តដែលជាទីកន្លែងជួបជុំក្នុងការលេងល្បែងជាព្រៃផ្សេងៗក្នុងរដូវទឹកស្រកនិងរដូវបុណ្យទានដូចជាការទាញព្រ័ត្រវាយក្អមជាដើមហើយទីនេះគឺជាចំណតសម្រាប់ទូកប្រមូលផ្ដុំពីគ្រប់ទិសទីហើយតំបន់មួយនេះនឹងត្រូវលិចទឹករហូតដល់របងខាងលើវត្តនៅក្នុងរដូវវស្សាអ្នកស្រុកភូមិតំបន់នេះអាចសម្របខ្លួនទៅលើការរស់នៅទាំងការបត់បែនក្នុងរដូវទឹកស្រកនិងរដូវទឹកឡើងបន្ទាប់ពីដើរលេងឆ្អែតឆ្អន់ក៏ដល់ពេលបន្តដំណើរជិះទូកទៅបោះតង់នៅដែនកោះមួយកន្លែងផ្សេងទៀតដើម្បីសម្រាកពេលយប់ឡើងព្រឹកឡើងក៏នាំគ្នាងើបជិះទូកមកភូមិបណ្ដែតទឹកវិញតាមផ្លូវទឹកទៅកាន់ភូមិសម្រស់ថ្ងៃរះក៏កាន់តែស្រស់ស្អាតខ្លាំងទៅទៀតជាមួយនឹងខ្យល់ត្រជាក់ល្ហឹមទឹកតាមផ្ទៃបឹងសាច់ប៉ះតិចៗទៀតនោះបង្កើតនូវអារម្មណ៍សម្រាកលំហែមួយបែបទេសភាពពេលព្រឹកឡើងមើលទៅស្អាតខ្លាំងមែនទែនទាំងវងសត្វស្លាបទាំងមានអាប់តិចៗគឺជាពេលវេលាមួយដែលល្អក្នុងការធ្វើដំណើរបណ្ដែតអារម្មណ៍ទៅលើផ្ទៃទឹកមួយសន្ទុះក្រោយមកក៏មកដល់ភូមិបណ្ដែតទឹកដែលយើងអាចមើលឃើញពីការរស់នៅជីវិតប្រចាំថ្ងៃរបស់ប្រជាជននៅតំបន់មួយនេះទាំងការចិញ្ចឹមមាន់លើផ្ទៃទឹកនិងជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ផងដែរឥឡូវនេះដល់ម៉ោងបាយល្មមចាស់ផ្ទះក៏ចាប់ផ្ដើមបំពងត្រីរ៉ស់មួយយ៉ាងធំតបជាមួយនឹងអន្លក់ស្ដៅនិងបន្លែផ្សេងៗទៀតជាមួយនឹងទឹកត្រីម្ទេសស្វាយនិយាយពីថារសជាតិផ្អែមខ្លាំងមែនទែនហើយបើបានដាក់ជាមួយនឹងហ្គេងស្បិតស្នូកម្រិតអាល់កុល 3.9 ទៀតគឺរសជាតិកាន់តែអែមខ្លាំងបើនិយាយពីរសជាតិពិបាកបរិយាយនិងពណ៌នាត្រង់ថាទឹកត្រីដែលគាត់ធ្វើនឹងគឺគាត់ធ្វើខ្លួនឯងអញ្ចឹងវាខុសពីទឹកត្រីដបដែលលក់នៅតាមទីផ្សារវាមានរសជាតិមួយយ៉ាងគឺស្រស់ហើយឈ្ងុយក្រោយពីហូបបាយរួចក៏នាំគ្នារៀបចំខ្លួនត្រឡប់មកសៀមរាបវិញគួរបញ្ជាក់ផងដែរថាការធ្វើដំណើរតាមទូកដែលដឹកអ្នកភូមិមកកាន់ភូមិក្បាលតោលមួយនេះតម្លៃចន្លោះពី 20,000 រៀលក្នុងម្នាក់តែប្រសិនបើពុកម៉ែបងប្អូនចង់បានទូកជូនផ្ទាល់ខ្លួនក៏អាចចរចាជាមួយនឹងម្ចាស់ទូកផ្ទាល់ដោយខ្លួនឯងចំពោះត្រីដែលយើងទិញឬក៏ត្រីដែលយើងរកបានឲ្យពួកគាត់ធ្វើទៅតាមអ្វីដែលយើងចង់បានរួចខ្ញុំសូមណែនាំឲ្យខ្ចប់យកមកវិញតាមខ្លួនព្រោះឯបើរងចាំឲ្យគាត់ធ្វើរួចឬក៏ហាឬក៏ផ្ញើវានឹងអាចចំណាយអស់ថ្លៃខ្លាំងដោយសារច្រើនតង់ពេកហើយការណែនាំនេះមិនមែនពួកគាត់កាប់តម្លៃឬក៏យកចំណេញទេតែដោយសារត្រូវដឹកចេញពីលើទឹកមកដល់គោកហើយបន្តតាមម៉ូតូឌុបទៀតហើយរហូតដល់កន្លែងដាក់ផ្ញើមកតាមឡានទៀតគឺវាច្រើនតង់ខ្លាំងដោយពុកម៉ែបងប្អូនដឹងស្រាប់ហើយនៅពេលដែលខ្សែសង្វាក់ផលិតកម្មឬក៏ការបញ្ញើកាន់តែវែងការចំណាយឬក៏តម្លៃក៏កាន់តែថ្លៃទៅតាមនឹងដែរការមកបឹងទន្លេសាបលើកនេះគឺទទួលបាននូវបទពិសោធន៍ច្រើនដូចជាការម៉ៅបរយកត្រីឲ្យអ្នកភូមិធ្វើត្រីប្រឡាក់ងៀតឆ្អើរការទិញស្បៀងឬក៏ផ្អកមួយចំនួនពីពួកគាត់រួមជាមួយនឹងបទពិសោធន៍មួយចំនួនទៀតផងដែរសម្រាប់វីដេអូថ្ងៃនេះក៏ឈានដល់ទីបញ្ចប់អរគុណចំពោះការទស្សនាដូចជាការចែករំលែកបន្តជួបគ្នាវីដេអូក្រោយៗទៀតជម្រាបលាបាយបាយ